ភ្នែកខ្ញុំបោកខ្ញុំមែនទេតើនោះមិនមែនជាឡៃធឺនឹងសៅអឺទេអីវាជាឡៃធឺដែលជាអ្នកបើកឡានផងដែរតើមានអ្វីកើតឡើងតើពួកគេបានលាក់លុយពីយើងហើយទិញឡានក្រោយលេងលេះទេដឹងវាអាចដែរខ្ញុំបានឮថាឪពុករបស់សៅអឺធ្វើការក្នុងជំរំអស់រយៈពេលជាង20ឆ្នាំប៉ុន្តែនេះវាមិនគ្រប់គ្រាន់ដើម្បីទិញឡានគ្រឿងនេះទេតោះទៅសួរបើពួកគេពិតជាលាក់លុយពីពួកយើងមែនយើងត្រូវតែយកវាមកវិញហ่ะឈប់សិនឡៃធឺសៅអឺតើមានអ្វីកើតឡើងគ្រឹឡាសុងហេតុអីអ្នកនៅទីនេះពិតមាត់ខ្ញុំមិនស្គាល់អ្នកទេតើអ្នកមិនបានចាក់ចេញជាមួយអ្វីសោះមែនទេតើអ្នកមានបានលាក់លុយចេញដែរអត់ខ្ញុំមិនបានលាក់ទេខ្ញុំមិនបានលាក់សំបីតែមួយសេនខ្ញុំបានឲ្យកាត់ផ្ទះនិងឡានទាំងអស់ទៅឲ្យសុងហើយសុងកូនក្នុងពុះយ៉ាងម៉េចហើយអ្នកនិយាយថាអ្នកមិនមានលុយប៉ុន្តែអ្នកត្រូវតែបកស្រាយអំពីឡានមួយនោះវាជាឡានរបស់ម្ដាយខ្ញុំរបស់ម្ដាយអ្នកតើនេះជានរណានាយកប្រតិបត្តិរបស់ស៊ឺលឺគ្រប់គឺយីវឹងស៊ឺលឺក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង3នៅគឺលិនអូទិលនាយកប្រតិបត្តិក្រុមហ៊ុនស៊ឺលឺមែនទេនាយកប្រតិបត្តិក្រុមហ៊ុនតែសៅអឺធ្លាប់ធ្វើការឬត្រូវហើយអ្នកមិនបានជាអ្នកទាំងពីរនៅជាមួយគ្នាប៉ាខ្ញុំនិងលោកស្រីយីវឹងបានរៀបការហើយស្អីអ្នកស្រីយីវឹងតើអ្នកឃើញអ្វីខ្លះនៅក្នុងមនុស្សចាស់នេះហេតុអីបានជាអ្នករៀបការជាមួយគាត់តើអ្នកមិនដែលបានជួបមនុស្សប្រុសក្នុងជីវិតរបស់អ្នកទេប្រយ័ត្នសម្ដីរបស់អ្នកខ្ញុំគ្រាន់តែខ្លាចអ្នកត្រូវគេបោកប៉ុណ្ណោះកុំយល់ច្រឡំខ្ញុំបានសម្រេចចិត្តលើប្តីរបស់ខ្ញុំដោយខ្លួនឯងមិនមានកំហុសនោះទេខឺឡាសុងប៉ារបស់ខ្ញុំនិងយីហ្វឹងពិតជាស្រឡាញ់គ្នាដូចខ្ញុំនិងសុងដែរខ្ញុំបានគិតច្រើនណាស់កូនមិនអាចគ្មានឪពុកបានទេសុងតោះត្រឡប់មករកគ្នាវិញទៅត្រឡប់មករកគ្នាវិញឬតើអ្នកប្រកាសទេថាចង់ត្រឡប់មកវិញខ្ញុំប្រកាសណាស់ដរាបណាអ្នកសុខចិត្តសៅអឺដឹងខ្លួនឡើងនាងគ្មានតម្លៃទេតើអ្នកមិនធ្លាប់ត្អូញត្អែអំពីឡាយធឺនិងសៅអឺទេឥឡូវម្នាក់ក្នុងចំណោមពួកគេរៀបការជាមួយម៉ាក់ខ្ញុំចំណែកម្នាក់ទៀតត្រូវបានដំឡើងឋានៈជាប្រធានក្រុមវាយឺតពេលសម្រាប់អ្នកក្នុងការសោកស្ដាយហើយឥឡូវនេះសោកស្ដាយអ្នកពិតជាកំ pl ែងណាស់តើអ្នកចង់មានន័យយ៉ាងម៉េចដឹងអត់ថាអ្នកបានបាត់បង់មនុស្សដ៏ល្អម្នាក់ហើយបាត់បង់គួរឲ្យអស់សំណើចណាស់វាជាការពិតវាជារឿងដ៏ភ្ញាក់ផ្អើលមួយដែលឪពុករបស់សៅអឺបានរៀបការជាមួយនាយកប្រតិបត្តិស៊ឺលឺគ្រប់ដូច្នេះយ៉ាងម៉េចវាមិនដូចក្នុងចំណោមអ្នកទាំងពីរមានចំណុចខុសគ្នាខ្លះៗភាគច្រើនពួកគេគ្រាន់តែជាមនុស្សមើលឃើញតែលុយប៉ុណ្ណោះចង់ឲ្យខ្ញុំត្រឡប់ទៅវិញដោយសារតែរឿងនេះអ្នកស្រមៃទៅខ្ញុំមិនមានន័យអញ្ចឹងទេខ្ញុំគ្រាន់តែចង់ផ្ដល់ឲ្យកុមារនៅគ្រួសារពេញលេញសុងតើយើងអាចត្រឡប់ដូចដើមវិញបានទេកុំប៉ះខ្ញុំតើអ្នកពិតជាឈួតមែនទេកូនក្នុងពោះកូនស្រីខ្ញុំមិនមែនជាកូនរបស់អ្នកទេតើអ្នកចង់មានន័យថាម៉េចកូនក្នុងពោះមិនមែនជាកូនរបស់ខ្ញុំទេហេតុអីបានមិនពិតកូនក្នុងពោះកូនស្រីរបស់ខ្ញុំមិនមានអីតាក់ទងនឹងឯងតតែសោះអ្នកនៅតែឆោតល្ងងចង់ខ្លាយជាឪពុកហើយផ្ដល់ឲ្យគាត់នៅគ្រួសារពេញលេញមែនទេកូនស្រីរបស់ខ្ញុំលែងលះគ្នាហើយមិនយកអ្នកទៅចិញ្ចឹមកូនតែមិនមែនជាកូនរបស់អ្នកគឺផ្ដល់នៅការគោរពនិងគុណធម៌ដល់អ្នកហើយសុងកុំកុហកខ្ញុំវាជាកូនរបស់ខ្ញុំមែនទេវាមិនអាចជាការពិតទេប្រញាប់ប្រាប់ខ្ញុំមកសុងខ្ញុំសូមអង្វរអ្នកប្រាប់ខ្ញុំពីការពិតមកចេញទៅសុងប្រយ័ត្នខ្លួនទៅកុំធ្វើឲ្យនាងខូចចិត្តឲ្យសោះអ្នកមិនអីទេស៊ឺធីងម៉េចអ្នកហ៊ានធាក់ខ្ញុំនឹងសម្លាប់អ្នកបើឯងហ៊ានប៉ះកូនប្រុសរបស់ខ្ញុំនឹងសម្លាប់ឯងជាមិនខានតើកំហឹងរបស់ឪពុកមានតាំងពីពេលណាស៊ឺធីងសៅអឺខ្ញុំប្រាប់អ្នកហើយថាកូនក្នុងពោះរបស់ខ្ញុំជាកម្មសិទ្ធិរបស់ស៊ឺធីងជប់ឆាឆៅខ្ញុំទៀតទៅនៅថ្ងៃខាងមុខតើកូននេះរបស់គាត់ឬពិតណាស់វាជារបស់ខ្ញុំបើមិនដូច្នោះទេតើវាអាចជារបស់អ្នកឬអ្នកជុលពេកហើយមិនអាចទៅរួចទេតើអ្នកទាំងពីរមិនបានបែកគ្នាទេឬនោះព្រោះតែនៅពេលអ្នករៀបការជាមួយកូនស្រីខ្ញុំនាងបានពោះកូនជាមួយស៊ឺធីងរួចហើយអ្នកយកហើយឬនៅលើនេះហាហាគួរឲ្យអស់សំណើចណាស់ពេញមួយជីវិតរបស់ខ្ញុំគឺជារឿងកំ pl ែងប៉ុណ្ណោះហាសៅអឺកុំពិបាកចិត្តអីវាគ្មានតម្លៃទេយ៉ាងណាមិញអ្នកក៏បានផ្ដាច់ចំណងជាមួយនាងហើយពេលអនាគតអ្នកនឹងមានបន្ទុកតិចជាងមុនសៅអឺកុំបារម្ភខ្ញុំនឹងផ្ដល់យុត្តិធម៌ឲ្យអ្នកប៉ាហាហេគាត់មិនមែនជាប្រុសទេគាត់បានរត់ទៅអោបឪពុករបស់គាត់នៅទីសាធារណៈហាគួរឲ្យអស់សំណើចណាស់
តើអ្នកអាចនិយាយបែបនេះបានយ៉ាងម៉េចតើអ្នកមានការយកចិត្តដែរទេហេតើនោះមិនមែនជាអ្នកនាងយីហ្វឹងទេអ្នកក៏នៅទីនេះដែរអីតើមានរឿងអីតើខ្ញុំមិនអាចមកបានទេអីអ្នកពិតជាក្លាហានណាស់សឺធីងតើអ្នកកំពុងនិយាយអ្វីខ្ញុំកំពុងនិយាយអីតើអ្នកនៅតែមិនដឹងថាមានអ្វីកើតឡើងទេអីទេខ្ញុំសូមរំលឹកអ្នកថ្ងៃនេះជាថ្ងៃវិនាសរបស់អ្នកវិនាសសឺធីងតើមានអ្វីកើតឡើងអ្នកស្រីយីហ្វឹងអ្នកបានប្រព្រឹត្តកំហុសដ៏ធំមួយខឺសៃអ្នកគួរគិតទៅកន្លែងដែលត្រូវកប់សពំដាយរបស់អ្នកពេលនាងស្លាប់សឺធីងតើអ្នកកំពុងនិយាយអ្វីអ្នកគួរតែពន្យល់ឲ្យច្បាស់ប្រសើរជាងនាងខ្លួនឯងដឹងពីអ្វីដែលនាងបានធ្វើរួចហើយលោកតាធីងទីបំផុតអ្នកមកដល់ហើយប៉ាអ្នកមកដល់ហើយតើអ្នកបានបញ្ជាក់ច្បាស់ហើយមែនទេតើកុមារជាកូនរបស់ឯងឬក៏អត់ប៉ាអ្នកធ្វើឲ្យមានកំហុសខ្ញុំមិនអត់ទោសឲ្យអ្នកឡើយមិនគួរមានបញ្ហានោះទេគ្មានបញ្ហាទេប៉ាលោកតាធីងកុំបារម្ភខ្ញុំអាចធ្វើតេស្ត DNA បានកូននេះពិតជារបស់ចែស៊ឺធីងមែនហាមិនអីទេខ្ញុំមិនបានគិតថាខ្ញុំអាចមានចៅទេអាយ៉ាអបអសាទរយីហ៊ានអបអសាទរស៊ឺធីងយីហ្វឹងមិនបានជាអ្នកហ៊ានបង្ហាញមុខទៀតអ្នកពិតជាក្លាហានមែននាងត្រូវតែកាត់ទោសប្រហារជីវិតយីហ្វឹងប៉ាអ្នកចោះចូលនឹងខ្ញុំប្រហែលជាអាចជួយអ្នកសុំឲ្យស្ដេចសង្គ្រាមទុកជីវិតឲ្យអ្នកស្ដេចសង្គ្រាមលោកអើយតើខ្ញុំបានធ្វើបាបស្ដេចសង្គ្រាមនៅពេលណាតើអ្នកភ្លេចហើយរឿងប៉ាស៊ឺឡែនពណ៌លឿងរបស់មួយដែលខ្ញុំបានជូនលោកតាធីងនឹងមែននឹងហើយប៉ាស៊ឺឡែននោះជាកម្មសិទ្ធិរបស់ស្ដេចសង្គ្រាមអ្នកបានលួចវាហើយយកទៅឲ្យលោកតាធីងអ្នកបានព្យាយាមបំផ្លាញតាធីងគ្រប់អ្នកពិតជាមានល្បិចកលមែងអ្វីប៉ាស៊ឺឡែននោះជាកម្មសិទ្ធិរបស់លោកសៀវពូធើដែលជាស្ដេចចម្បាំងយីហ្វឹងអ្នកនឹងមិនរួចខ្លួនទេដោយសារក្រុមការរបស់អ្នកនៅពេលពិធីជប់លៀងចាប់ផ្ដើមពេលស្ដេចសង្គ្រាមចូលពួកយើងទាំងអស់គ្នានឹងជួយយីហ៊ានឲ្យទទួលបានយុត្តិធម៌យើងនឹងទទួលខុសត្រូវចំពោះអ្នកផងដែរដល់ពេលនោះគ្រាន់តែរងចាំទទួលកំហឹងរបស់ស្ដេចសង្គ្រាមទៅយីហ្វឹងតើប៉ាស៊ឺឡែននោះពិតជារបស់ស្ដេចសង្គ្រាមមែនឬបាទវាជារបស់គាត់អ្វីឬនៅយីហ្វឹងមនុស្សចាស់នេះថែមទាំងទទួលស្គាល់វាទៀតតើអ្នកអាចនិយាយអ្វីបានទៀតគាត់បានលាតត្រដាងខ្លួនឯងអ្នកពិតក្លាហានណាស់យីហ្វឹងអញ្ចឹងខ្ញុំសូមផ្ដល់ដំបូន្មានខ្លះទទួលស្គាល់កំហុសរបស់អ្នកហើយប្រគល់អាជីវកម្មទាំងអស់នៅក្រោមស៊ឺលឺគ្រប់មកខ្ញុំប្រហែលជាខ្ញុំអាចអង្វរជំនួសអ្នកឡៃធឺតើអ្នកក្លាហានប៉ុណ្ណាហ៊ានលួចវត្ថុរបស់ស្ដេចសង្គ្រាមអ្នកកំពុងស្វែងសេចក្តីស្លាប់ហើយស្ដាប់នាងកំពុងព្យាយាមស្វែងរកអ្នកទទួលកំហុសជំនួសគាត់គ្រាន់តែជាអ្នកបោះសម្អាតផ្លូវកញ្ចាស់ម្នាក់ប៉ុណ្ណោះតើគាត់អាចលួចពីស្ដេចសង្គ្រាមបានដោយរបៀបណាមនុស្សចាស់ផ្លេផ្លូវតើអ្នកគិតថាអ្នកជានរណាមិនបានជាស្ដេចសង្គ្រាមត្រូវផ្ដល់ឲ្យអ្នកនៅរបស់នោះទៅឆ្លុះកញ្ចក់មើលមុខខ្លួនឯងផងឡៃធឺដល់ពេលនេះហើយមិនក៏នៅតែអ៊ូទៀតប្រញាប់និយាយការពិតទៅយីហ្វឹងតើអ្នកគិតថាខ្ញុំនឹងកុហកអំពីរឿងនេះឬខ្ញុំមិនគិតថាឡៃធឺនឹងកុហកអំពីរឿងនេះទេឡៃធឺខ្ញុំមានអារម្មណ៍ដូចខឺសៃប៉ុន្តែក្នុងស្ថានភាពនេះវាហួសហេតុពេកវាគ្រប់គ្រាន់ហើយប្រសិនបើអ្នកជឿខ្ញុំនិយាយអញ្ចឹងប៉ាស៊ឺឡែននៅតែនៅជាមួយអ្នកមែនទេខ្ញុំភ្លេចយកវាមកវិញតាមឡើយខ្ញុំគ្រោងនឹងផ្ដល់ឲ្យអ្នកនៅក្នុងពិធីជប់លៀងរបស់យីហ្វឹងដោយសារអ្នកមិនចង់បានវាសូមប្រគល់វាមកខ្ញុំវិញយីហ៊ានមើលគាត់ពិតជាគិតថារបស់នេះជាកម្មសិទ្ធិរបស់គាត់ចង់បានវាមកវិញឥឡូវនេះហេតុអ្វីបានជាពួកយើងមិនចង់ប្រគល់វាទៅឲ្យគាត់វិញវាពិតជាចម្រូងចម្រាសណាស់ខ្ញុំក៏មិនចង់រក្សាវាទុកដែរទេលោកតាធីងបើអ្នកប្រគល់វាទៅគាត់វិញនៅពេលនេះគាត់អាចនឹងប្រែក្រឡាស់យករួចខ្លួនពេលក្រោយហើយយើងនឹងគ្មានផាសតាំងទេបើទោះជាយើងប្រាប់ការពិតទៅស្ដេចសង្គ្រាមក៏ដោយយីហ្វឹងនៅតែអាចរកវិធីដើម្បីគេចវេសបានឯងនិយាយត្រូវក្មេងនេះមិនល្ងងឡើយខ្ញុំមិនប្រគល់ឲ្យអ្នកនៅប៉ាស៊ឺឡែនពណ៌លឿនវិញនោះទេពេលដែលស្ដេចសង្គ្រាមមកដល់ខ្ញុំនឹងប្រគល់វាឲ្យគាត់ផ្ទាល់ហើយប្រាប់គាត់អំពីរឿងគ្រប់យ៉ាងដែលបានកើតឡើងកុំគិតចង់រត់គេចចេញពីការស្ដីបន្ទោសអីយីហ្វឹងអ្នកស្រីស៊ឺលឺនឹងស៊ឺលឺគ្រប់ត្រូវវិនាសយីហ៊ានខ្ញុំមិនអាចរងចាំមើលថារឿងរ៉ាវត្រូវលាតត្រដាងដោយរបៀបណាមិនអីទេពិធីជប់លៀងចិត្តចាប់ផ្ដើមហើយតោះចូលទៅខាងក្នុងតោះទៅហាឥឡូវខ្ញុំដឹងហើយស៊ឺលឺគ្រប់ត្រូវបានបញ្ចប់ហើយឡៃធឺការក្នុងបង្អែកថ្មីរបស់អ្នកមិនអាចជួយអ្នកបានទៀតទេម៉ាក់កុំឲ្យខាត់ពេលជាមួយពួកគេអីតោះចូលក្នុងតោះទៅឡៃធឺតើយើងគួរធ្វើអ្វីឥឡូវនេះតើអ្នកមិនបាននិយាយថាអ្នកជឿខ្ញុំទេខ្ញុំជឿប៉ុន្តែនៅក្នុងស្ថានភាពបែបនេះតោះចូលក្នុងតោះទៅខ្ញុំបានប្រាប់អ្នកហើយថាអ្នកនឹងក្លាយជាតារាភ្លឺបំផុតនៅយប់នេះសូមបង្ហាញសម្បត្តិអញ្ជើញរបស់អ្នកសម្បត្តិមួយអនុញ្ញាតបានមនុស្ស2នាក់យើងមានសម្បត្តិតែមួយទេអូខ្ញុំភ្ញាក់ផ្អើលណាស់ដែលអ្នកអាចទទួលបានត្រឹមតែសម្បត្តិមួយសម្បត្តិអញ្ជើញនេះអនុញ្ញាតឲ្យត្រឹមតែមនុស្ស2នាក់ចូលប៉ុណ្ណោះវាហាក់បីដូចជា2នាក់ទៀតនឹងត្រូវឈរមើលពីខាងក្រៅហើយម៉ាក់ចូលជាមួយឡៃធឺទៅ
saoនឹងខ្ញុំអាចនៅទីនេះបានត្រូវហើយប៉ាខើសៃនឹងខ្ញុំមិនអាចចូលរួមបានទេឡាយធឺតែយើងគួរធ្វើម៉េចគ្មានផ្លូវទេខ្ញុំមានរឿងសំខាន់មួយដែលតម្រូវឲ្យអ្នកទាំងពីរធ្វើជាសាក្សីប៉ុន្តែពួកយើងមានតែសម្បត្តិអញ្ជើញមួយប៉ុណ្ណោះមានតែយើងពីរនាក់ទេដែលអាចចូលបានយីហ្វឹងវាទើបតែកាត់ឡើងថាខ្ញុំមានសម្បត្តិលើសមួយប្រសិនបើអ្នកសុកចិត្តលុតជង្គង់សុំទោសខ្ញុំអាចពិចារណាផ្ដល់ឲ្យអ្នកបានយីហ្វឹងយីហ៊ានកំពុងផ្ដល់ឲ្យអ្នកនៅឱកាសមួយដើម្បីជួបស្ដេចសង្គ្រាមដោយផ្ទាល់វិធីនោះអ្នកអាចសុំទោសគាត់បាន